ตกថ្មីមានទៀតណាបងប្អូនទាំងអស់គ្នានេះគឺជាប្រភេទកំទេចត្បូងចម្រោះពោ5ពោ5ធាតុណាបងប្អូនទាំងអស់គ្នាតាមពិតទៅមិនមែន5ពោទេច្រើនពោគាត់ថាយើងប្រមូលទៅគឺបានគ្រប់ធាតុទាំង5ណាបងប្អូនហើយនៅក្នុងនេះគឺយើងមានប្រភេទត្បូងធម្មជាតិច្រើនប្រភេទដែរពូលឿងហ្នឹងជាប្រភេទត្បូងស៊ីត្រីនហើយកតិចតូចៗនេះយើងអាចយកទៅដាក់ជាមួយនឹងគ្រឹះសសរសម្រាប់ថាសាងសង់គេហដ្ឋានថ្មីឬក៏រោងជាងថ្មីអីយើងដាក់ក្រាលគ្រឹះសសរល្អមែនទេមកបងឬក៏យកទៅដាក់នៅកំពង់ជើងធូបឬកន្លែងសក្ការៈបូជាអីបានហើយនៅក្នុងនេះគឺមានត្បូងធម្មជាតិច្រើនប្រភេទដែរហើយជាង10មុខខ្ញុំដាក់លាយចម្រោះពេញហ្នឹងមានប្រភេទត្បូងកទឹមផងត្បូងកដៀងផងមានកែណាំហ្វានមានកមួនឃ្មុំអូលីវីនអីនៅក្នុងនឹងច្រើនណាបងប្អូនអរគ្នាចម្រោះច្រើនមុខមែនទែនចឹងស្រាប់បងដែលថាមានតម្រូវការអីអាចធ្វើការកម្មងបានអរគុណ